Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឃើញក្បាលវីដេអូដំបូងគឺឃើញញ៉ាំទៀតហើយវីដេអូបន្ទាប់ឃើញមានម្ទេសហើយនិងល្ហុងស្គាល់អត់ថានឹងជាអីចឹងបាច់បបោកបាច់ច្រើនទេខ្ញុំនឹងប្រាប់តែម្ដងថ្ងៃនេះគឺខ្ញុំញ៉ាំល្ហុងខ្ចីជាមួយនឹងបំបំម្ទេសហើយមិនមានតែល្ហុងខ្ចីមួយបំម្ទេសទេខ្ញុំបានទិញណែមកពិសាថែដែរហើយក៏បានបេះស្លឹកស្ព្រូនៅចិត្តផ្ទះដែរហើយមួយទៀតមាននំបញ្ចុកឃើញដៃខ្ញុំបាំងទេសារពេលតែថតនំបញ្ចុកទៅគឺវាសសមើលអត់ចង់ឃើញចឹងក៏យកដៃបាំងតែម្ដងតោះឥឡូវយើងចាប់ផ្ដើមញ៉ាំហើយគឺដុំល្ហុងដែលយើងបានប្រឡាក់ជាមួយបំបំម្ទេសហ្នឹងទៅហើយយកមកលាយជាមួយនឹងនំបញ្ចុកសម្រាប់អំបិលម្ទេសខ្ញុំអត់ដាក់អីច្រើនទេខ្ញុំដាក់តែម្ទេសខ្ញុំត្រូវការច្រើនសាំងចូលចិត្តហឹរហើយដាក់អំបិលខ្ញុំដាក់អំបិលក្រួសហើយនឹងម្សៅស៊ុបប៊ីចេងហើយខ្ញុំអត់ដាក់ស្ករទេសារតែខ្ញុំអត់ចូលចិត្តស្ករទេអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តស្ករក៏ដាក់បានហើយមួយទៀតដែលអាចខ្វះបានគឺក្រូចឆ្មាអញ្ចឹងក្រូចឆ្មាសំខាន់ណាស់បើសិនជាមានក្រូចឆ្មាក៏លក់ល្ហុងយើងនេះគឺញ៉ាំអត់កើតទេនិយាយរួមបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តរសជាតិបែបណាប្រៃផ្អែមជូរហឹរអាចដាក់តាមតម្រូវការនេះខ្ញុំយកណែមកញ៉ាំណាណែនេះសម្រាប់ខ្ញុំប៉ុណ្ណឹងវាល្មមហើយវាអត់ជូរពេកក៏វាអត់ជូរដែរវាល្មមសម្រាប់ខ្ញុំខ្ញុំរីកមិនឲ្យមួយសម្រាប់នំបញ្ចុកបើសិនជាយើងឲ្យវាមានភាពងាយស្រួលក្នុងការញ៉ាំយើងអាចយកវាទៅស្រោះទឹកក្តៅម្សៅទៀតអញ្ចឹងនៅពេលដែលយើងស្រោះទឹកក្តៅទៅគឺនំបញ្ចុករបស់យើងវាទន់វាដាច់ពីគ្នាវាអត់ចាប់គ្នាអញ្ចឹងទេហើយដូចថ្មីអញ្ចឹងនេះជាស្លឹកស្ព្រូអញ្ចឹងខ្ញុំយកស្លឹកស្ព្រូនេះមកផ្ទាប់ជាមួយនឹងនំបញ្ចុកហើយបន្ទាប់ពីផ្ទាប់ជាមួយនំបញ្ចុកហើយខ្ញុំដាក់ក្លុកល្ហុងហ្នឹងហើយកក្លុកល្ហុងហ្នឹងកុំភ្លេចទឹកវាផងព្រោះឲ្យជាតិខ្លាំងគឺជាតិនឹងទឹកដែរសម្រាប់ក្លុកល្ហុងនេះគឺហឹរខ្លាំងមែនទែនខ្ញុំដាក់សិតសដែរនេះខ្ញុំដាក់ទឹកល្ហុងបន្តិចហើយដាក់ចូលមកបំម៉ាត់ហ្នឹងទៅគឺឆ្ងាញ់ខ្លាំងមែនទែនចាំបើសួរថាល្ហុងក្លុកល្ហុងហ្នឹងរសជាតិបែបម៉េចខ្ញុំអាចប្រាប់បានថាវាមានរសជាតិឆ្ងាញ់បែបខ្ញុំគឺប្រៃហឹរហើយនឹងជូរហ្នឹងជារសជាតិរបស់ខ្ញុំអាហ្នឹងសម្រាប់រសជាតិរបស់ខ្ញុំអញ្ចឹងទាំងអស់គ្នាចូលចិត្តបែបម៉េចគឺញ៉ាំបែបហ្នឹងទៅសម្រាប់ខ្ញុំគឺចូលចិត្តរសជាតិបែបហ្នឹងចិត្តហូបតាំងពីក្មេងជាអាហារខ្ញុំចូលចិត្តហើយចូលចិត្តខ្លាំងមែនទែនជាពិសេសបានដាក់កាន់តែហឹរកាន់តែឆ្ងាញ់នៅពីក្មេងៗខ្ញុំចូលចិត្តហូបប៉ុន្តែមិនហូបម្នាក់ឯងចេះទេគឺហូបច្រើនគ្នាមានបងប្អូនអញ្ចឹងបបួលគ្នាធ្វើមានអ្នកបែរល្ហុងមានអ្នកបែរម្ទេសអញ្ចឹងតាប៉ុន្តែពីមុនគឺមិនបានញ៉ាំជាមួយនឹងនំបញ្ចុកអីទេគឺញ៉ាំជាមួយនឹងបាយកកជាមួយបាយកកក៏ត្រូវគ្នាដែរឆ្ងាញ់អញ្ចឹងកាលពីក្មេងសប្បាយបើសិនជាយើងចូលចិត្តញ៉ាំអីតែតាក់ទងជាមួយនឹងរបស់ដែលយើងអាចរកបាននៅតាមផ្ទះអញ្ចឹងគឺមិនបាក់ទេគឺភាគច្រើនមុនដូចជាល្ហុងអីអញ្ចឹងទៅម្ទេសអីទៅគឺមិនបាច់ចាំទៅទិញនៅផ្សារទេដោយសារតែមាននៅផ្ទះស្រាប់ហើយកាលពីមុនក៏ទៅសបូរលុយដែរកាលណាដែលយើងអត់សបូរលុយគឺយើងចំណីអាហារដែលយើងបន្លែផ្លែឈើដែលនៅផ្ទះហ្នឹងអ្វីដែលអាចញ៉ាំបានគឺយើងបេះយកមកញ៉ាំថ្ងៃឆ្នៃក្មេងៗនៅសម័យខ្ញុំហ្នឹងគឺអត់សូវមានលុយទិញនំហូបទេហើយតែមានរបស់អីនៅផ្ទះដូចជាដំណាំផ្លែឈើដែលអាចញ៉ាំបានគឺញ៉ាំហើយអញ្ចឹងខ្ញុំនៅពីក្មេងកាលហ្នឹងវាអត់សូវមានលុយដែរកាលហ្នឹងគឺបេះត្រប់ស្វាត់ត្រប់ហ្នឹងបេះមកជួយលក់ជាមួយនឹងអំបិលម្ទេសអញ្ចឹងញ៉ាំអញ្ចឹងទៅអ្នកទាំងអស់គ្នាដែលញ៉ាំមកកាលក្មេងសម្រាប់ខ្ញុំគឺញឹកញាប់ញ៉ាំអំបិលម្ទេសជាមួយនឹងត្រប់ជាមួយនឹងប៉េងប៉ោះហើយមួយទៀតគឺក្តាប់ខ្នុរនិយាយរួមរបស់ដែលអាចញ៉ាំបានគឺញ៉ាំទាំងអស់ដើម្បីជាឯកទេសព្រោះថាយើងអត់សូវមានលុយទិញនំទេកាលសម័យនោះមានអីហូបហ្នឹងសម្រាប់វីដេអូនេះរៀងនិយាយច្រើនបន្តិចហើយប៉ុន្តែវាមានអីទេគ្រាន់តែចង់បង្ហាញពីមុខម្ហូបមួយហ្នឹងយើងអាចហៅម្ហូបបានព្រោះយើងអាចញ៉ាំជាមួយបាយក្បាលញ៉ាំលេងក៏បានដែលខ្ញុំឧស្សាហ៍ធ្វើហូបកាលនៅក្មេងហើយហូបជុំគ្នាឆ្ងាញ់ណាស់អត់ដូចហូបម្នាក់ឯងទេហូបម្នាក់ឯងចេះឆ្ងាញ់ដែរប៉ុន្តែវាឆ្ងាញ់បែបយើងម្នាក់ឯងតែបើហូបជុំគ្នាគឺសប្បាយអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនទាំងអស់គ្នាដែលទស្សនាបើសិនជាមានកំហុសខុសឆ្គងអីអចេតនាជួយរិះគន់បែបស្ថាបនាផងអញ្ចឹងនៅសល់វីដេអូចុងក្រោយនេះគឺមានតែការញ៉ាំទេអញ្ចឹងអញ្ជើញទស្សនាហើយអរគុណច្រើនសម្រាប់អ្នកដែលទស្សនាបានចប់បើមិនចប់ក៏អត់បញ្ហាអត់មានអីនិយាយទៀតទេពួកអីនិយាយច្រើនហើយអរគុណច្រើនបាយបាយអញ្ចឹងបន្តការមើលវីដេអូញ៉ាំបន្តទៀតចុះបាយបាយ